នេះគឺជារបៀបដែលអ្នកអាចបង្កើតការបិទបើក water supply ដោយស្វ័យប្រវត្តិសម័យមួយនៅឯផ្ទះជាដំបូងយើងត្រូវតែមាន power supply DC 24V ដែលមានប្រភពចូលរបស់វា 220V AC ហើយ output របស់វា 24V DC បន្ទាប់ពីបើកវាយើងត្រូវតែភ្ជាប់ជើង NPN proximity switch នៅពេលដែលដៃចូលមកជិតវាកុងតាក់នេះត្រូវបានបិទដោយខ្សែពណ៌ត្នោតចូលទៅជើងបូក 24V ហើយខ្សែពណ៌ខៀវចូលទៅជើងសញ្ញាដក 0V ខ្សែសញ្ញាពណ៌ខ្មៅចូលទៅកាន់ជើងលេខ13ដើម្បីពិនិត្យ input ចំពោះ solenoid វ៉ានវិញចូលទៅកាន់ជើងអវិជ្ជមាន 0V ជើងវិជ្ជមានចូលទៅកាន់ជើងលេខ5រីឯ relay កម្រិតមធ្យមនេះចូលទៅកាន់ជើងលេខ14 24V បន្ទាប់មកចេញពីជើងលេខ9ត្រឡប់ទៅខ្សែសញ្ញាវិញនេះគឺជារបៀបដំណើរការរបស់វានៅពេលដែលកុងតាក់ proximity relay ចាប់រកឃើញធុងដែកនោះខ្សែខ្មៅនឹងបញ្ចេញសញ្ញាទាបរីឯថាមពលរបស់ relay គឺវាត្រូវបានបើកជាធម្មតាហើយ solenoid វ៉ានវិញនឹងទទួលបានថាមពលរួចវាបដូរទៅជាជើង NC វិញទទួលបានថាមពលអនុញ្ញាតឲ្យទឹកហូរនៅពេលដែលធុងត្រូវបានដាក់នៅពេលដែលធុងត្រូវបានដកចេញកុងតាក់ proximity relay និង solenoid valve ទាំងអស់ត្រូវបានបាត់បង់ថាមពលហើយលំហូរទឹកដែលត្រូវបានហូរវានឹងឈប់ដោយស្វ័យប្រវត្តិឥឡូវនេះអ្នកដឹងហើយមែនអត់វាដំណើរការបានដូចដូចម្ដេចសម្រាប់បងប្អូននិស្សិតនៅវិស្វករអគ្គិសនីដែលមានដំណងចង់សិក្សាវគ្គ design MEP អាចទំនាក់ទំនងមកកាន់សាលាឬក៏ page ឯកទេសអគ្គិសនីដែលយើងមានកម្មវិធីសិក្សាដោយផ្ទាល់និងសិក្សាតាមវីដេអូដែលទម្លាក់នៅក្នុង Telegram ផងដែរ follow for more